ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែកវិធីសាស្ត្រធ្វើស៊ុបគៀវបងប្អូនទៅលើស៊ុបគៀវថ្ងៃហ្នឹងខ្ញុំទិញសបកគេអត់បានធ្វើខ្លួនឯងទេហើយការធ្វើគឺងាយៗហើយបានញ៉ាំអញ្ចឹងបងប្អូនហើយបងប្អូនអាចមើលតាមវីដេអូនឹងបានហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរបន្ថែមបានបងប្អូនជាដំបូងខ្ញុំលាយសាច់គៀវសិនខ្ញុំប្រើអំបិលរ៉ូឌីកន្លះស្លាបព្រាស្ករកន្លះស្លាបព្រាអំបិលមួយកន្លះស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយទឹកត្រី1ស្លាបព្រាទឹកស្អ៊ីវ2ស្លាបព្រាប្រេងខ្យង1ស្លាបព្រាបងប្អូនហើយទៅលើប្រេងឆា2ស្លាបព្រាហើយម្សៅឆាហ្នឹងយើងដាក់1ស្លាបព្រាទៅហើយយើងដាក់ទឹកបន្តិចហើយយើងចាក់ចូលហើយម្រេចបងប្អូនហើយពងមាន់មួយគ្រាប់ផងដែរហើយនេះខ្ទឹមសចិញ្ច្រាំហើយនឹងខ្ញីចិញ្ច្រាំដូចគ្នាបងប្អូនហើយទៅលើគ្រឿងផ្សំប៉ុណ្ណឹងសាច់3ខាំពេលក្តោប2ខាំហើយនឹងការ៉ុត2ខាំផងដែរបងប្អូនហើយនឹងស្លឹកខ្ទឹមតាមចំណង់ចំណូលចិត្តណាបងប្អូនដាក់ច្រើននេះក៏បានដែរខ្ញុំទិញគេដូចជា500បងប្អូនស្លឹកខ្ទឹមខ្ញុំដាក់ទាំងអស់ហើយយើងច្បល់គ្រឿងផ្សំនោះឲ្យសព្វចូលគ្នាទៅណាបងប្អូនហើយយើងយកវាទៅដាក់ក្នុងទូប្រហែលជាកន្លះម៉ោងទៅ1ម៉ោងសិនស៊ុបគៀវរសជាតិបន្លែងហ្នឹងបងប្អូនឆ្ងាញ់ជាងបកានិងសាច់ជ្រូកចិញ្ច្រាំទៀតបងប្អូនអាចសាកធ្វើហូបបានហើយទឹកស៊ុបរបស់ខ្ញុំធ្វើដូចតែមុនអញ្ចឹងខ្ញុំស្ងោររសជាតិបន្លែហើយនឹងប្រើតែដុំស៊ុបទេដុំស៊ុបហើយនឹងបន្លែបងប្អូនអាចមើលតាមនឹងបានហើយរយៈពេលកន្លះម៉ោងក្រោយខ្ញុំយកវាមកខ្ចប់បងប្អូនហើយសបកគៀវហ្នឹងខ្ញុំប្រើពួកប្រភេទសបកគៀវនេះហើយយើងទិញមកពីផ្សារមកហើយយើងរើសរកណាថ្មីបងប្អូនទៅសាច់គៀវហ្នឹងវាសបកគៀវហ្នឹងវាទន់ណាបើសិនជាបងប្អូនរើសយកឲ្យចាស់សបកគៀវហ្នឹងវារឹងហើយវានឹងផុយពេលបងប្អូនខ្ចប់ទៅហើយបងប្អូនរើសសបកគៀវនិយាយបើសិនជាបងប្អូនទៅទិញនៅផ្សារយើងវាថ្មីតែបើសិនជាបងប្អូនទិញនៅផ្សារទំនើបវារៀងអត់សូវថ្មីទេអាហ្នឹងតាមបទពិសោធន៍ខ្ញុំធ្លាប់ទិញណាហើយការវិចខ្ចប់របស់ខ្ញុំបងប្អូនអាចមើលបានយើងដាក់ទឹកហើយយើងលាបវាសងខាងហើយយើងបត់វាចូលគ្នាបងប្អូនចង់ធ្វើម៉ូតអីក៏បានដែរហើយបងប្អូនអាចមើលតាមនឹងបាននិយាយរួមទៅប្រភេទគៀវនោះខ្ញុំធ្វើច្រើនដងហើយបងប្អូនដោយសារតផ្ទះខ្ញុំគាត់ចូលចិត្តហើយការខ្ចប់របស់យើងខ្ចប់ប៉ុណ្ណឹងហើយយើងទុកវាមួយឡែកសិនទៅបងប្អូនហើយទឹកស៊ុបរបស់យើងស្រង់បន្លែចេញសិនបងប្អូនហើយយើងដាក់បង់ដុំស៊ុប2ដុំហើយនឹងទឹកស៊ីអ៊ីវ2ស្លាបព្រាបាយបងប្អូនដាក់តែប៉ុណ្្នឹងឯងអត់មានដាក់អីទៀតទេហើយបើសិនជារៀងរីងទឹកបងប្អូនអាចថែមទឹកបានថែមទឹក1កា2កាអញ្ចឹងទៀតទៅហើយបន្ទាប់មកខ្ញុំដាក់ដាំទឹកមួយឆ្នាំងមួយទៀតដាក់ស្រុះគៀវបងប្អូនហើយយើងដាក់ក្នុងភ្លើងតិចល្មមកុំឲ្យវាពុះខ្លាំងបើពុះខ្លាំងយើងអាចបន្ថយភ្លើងមកវិញវារយៈពេលស្ងោរខ្ញុំស្ងោរ10នាទីទៅ15នាទីបងប្អូនឆ្អិនហើយពេលវាឆ្អិនសបកគៀវហ្នឹងវានឹងឡើងជ្រួញណាហើយនិយាយរួមទៅងាយស្រួលមើលទេបងប្អូននិយាយរួមត10នាទីទៅ15នាទីឆ្អិនហើយបងប្អូនហើយថ្ងៃហ្នឹងខ្ញុំដាក់សារាយខ្មៅផងដែរបងប្អូនយើងដាក់សារាយបែបហ្នឹងបងប្អូនជួយបង្កើនរសជាតិស៊ុបគៀវរបស់យើងហ្នឹងកាន់តែមានរសជាតិឆ្ងាញ់ចា៎បងប្អូនវិធីសាស្ត្ររបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលា